ពុំមានបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីទស្សនវិជ្ជានៅក្នុងសហរដ្ឋអាមេរិកចឹងសូមអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងទស្សនាពីការទស្សនវិជ្ជាលក់នៅក្នុងនៅក្នុងសហរដ្ឋអាមេរិកនៅទីនេះគឺពិតជាមានលក់ខោអាវសម្លៀកបំពាក់ជាច្រើននៅក្នុងនេះផងដែរទាំងសម្លៀកបំពាក់កូនប្រុសកូនស្រីរឿងក្រាក់តុបតែងគ្រឿងសង្ហារឹមសម្រាប់លក់ជាខោអាវជាមួយនឹង model ថ្មីជាមួយនឹងសម្លៀកបំពាក់នៅទីនេះផងដែរចឹងសូមអរគុណបងប្អូនទស្សនាទាំងអស់គ្នាពីការលក់សម្លៀកបំពាក់ទារកសម្រាប់កូនក្មេងកូនប្រុសកូនស្រីតែម្ដងចឹងនៅទីនេះនៅក្នុងទំនើបដែលមានលក់ដូចជាកន្សែងសម្ភារៈដាំកាយការតុបតែងផ្ទះនៅសហរដ្ឋផងដែរចឹងសូមអរគុណបងប្អូនទាំងអស់គ្នាចឹងទស្សនាពីការចែករំលែកនៃទស្សនវិជ្ជាក្នុងនៃសហរដ្ឋអាមេរិកដូចជាមានលក់ប្រាប់ដាក្មេងលេងតែមទាំងលក់ថយជាច្រើនដូចជាសម្លៀកបំពាក់កូនប្រុសកូនស្រីកូនប្រុសអំពូមីងដែលចូលចិត្តលក់សម្លៀកបំពាក់តែយ៉ាងលក់សម្ភារៈទារកកូនក្មេងទាំងសពគ្រប់បែបយ៉ាងនៅតែនេះតែម្ដងជាមួយនឹងសម្លៀកបំពាក់សពគ្រប់បែបយ៉ាងជាមួយនឹងកាបូបប្រេនហើយនឹងកាបូបហើយនឹងដូចជាគ្រឿងអលង្ការជាមួយនឹងការតុបតែងជាមួយនឹងការ make up នៅក្នុងទីនេះផងដែរចឹងសូមអរគុណបងប្អូនទស្សនាទាំងអស់គ្នាពីការចែករំលែកនៃទស្សនវិជ្ជានៅក្នុងសហរដ្ឋអាមេរិកនៃទំនើបមួយកន្លែងដែលប្រជាជនពលរដ្ឋចូលចិត្តមកគាំទ្រនិងទស្សនារកតំណែងនៅក្នុងទីនេះផងដែរចឹងសូមអរគុណបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាជាមួយនឹងការលក់នាងនំកញ្ចប់ភេកជ្ជៈសម្ភារៈជាទូទៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហរដ្ឋអាមេរិកទាំងបន្លែផ្លែឈើសាច់នៅទីនេះផងដែរនិងអរគុណបងប្អូនទស្សនាតែងតែគាំទ្រជាមួយនឹងវីដេអូនៃការចែករំលែកពីទស្សនវិជ្ជានៃក្នុងសហរដ្ឋអាមេរិកនៅទីនេះថែមទាំងមានលក់ខ្ញុំនឹងតែងតែចែករំលែកនៅទស្សនវិជ្ជាថ្មីនៅក្នុងសហរដ្ឋអាមេរិកនៅទីនេះតែងតែចែករំលែកដល់បងប្អូនទាំងអស់គ្នាបានទស្សនាជាមួយនឹងការរស់នៅជីវភាពប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិកនិងនៅក្នុងនេះជាមួយនឹងការដែលបងប្អូនតែងតែមានជីវភាពរស់នៅសម្រាប់ដែលថ្ងៃដែលគាត់បាននេះយកកូនទុយមកតែងសម្ភារៈកូនក្មេងលេងនៅទីនេះចឹងសូមអរគុណបងប្អូនទស្សនាជាមួយនឹងការចែករំលែក